នៅព្រឹកថ្ងៃច័ន្ទទី12ខែមករាឆ្នាំ2026អាយុឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវសូផត្រាចៃបូរិនបានអញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនាអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមតបសារឿនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដែលបានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍700ខែបុស្សឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី10ខែមករាឆ្នាំ2026នៅក្នុងជន្មាយុ69ឆ្នាំនៅវេលាម៉ោង 9:55 នាទីយប់ដោយរោគគាពៀតនៅក្នុងវេលាដ៏ក្រៀមក្រំនេះឯកឧត្តមរដ្ឋមន្ត្រីចៃបូរិនបានផ្ដល់កិត្តិយសបំពាក់នៅគ្រឿងឥស្សរិយយសថ្នាក់តូបការជាកិច្ចបច្ឆាមរណៈដើម្បីបង្ហាញពីគុណបំណាច់របស់ឯកឧត្តមតបសារឿនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដែលពេញមួយជីវិតរបស់ឯកឧត្តមបានលះបង់អស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីបម្រើប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាសពរបស់ឯកឧត្តមតបសារឿនត្រូវបានតម្កល់ធ្វើបុណ្យតេខេណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តពោធិសច្ចារាមហៅវត្តពោធិ៍ចិនតុងដែលស្ថិតនៅភូមិពប្រក់ខាងជើងសង្កាត់កាកាប់ទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយឡែកចំពោះពេលវេលាបូជាសពនឹងប្រារព្ធនៅវេលាម៉ោង 7:00 នាទីយប់ថ្ងៃទី12ខែមករាឆ្នាំ2026ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះឯកឧត្តមរដ្ឋមន្ត្រីចៃបូរិនបានធ្វើលិខិតរំលែកមរណទុក្ខផ្ញើជូនលោកជំទាវ ខឹមប៊ុនណារ៉ាព្រមទាំងក្រុមគ្រួសារដោយបានគូបញ្ជាក់ថាតាំងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងធម្មការនិងសាសនានិងក្នុងនាមឯកឧត្តមផ្ទាល់ពិតជាមានសេចក្តីក្តុកក្តួលនិងសោកស្ដាយយ៉ាងក្រៃលែងនៅពេលដែលទទួលបានដំណឹងដ៏ក្រៀមក្រំថាឯកឧត្តមតបសារឿនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដែលត្រូវជាស្វាមីរបស់លោកជំទាវបានទទួលមរណភាពទៅគួរឲ្យសោកស្ដាយជាទីបំផុតឯកឧត្តមតបសារឿនជាអិសរជនមួយរូបដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីនៅក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាមួយរូបប្រកបដោយប្រាជ្ញានិងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិទន្ទឹមនឹងនេះមរណភាពរបស់ឯកឧត្តមអនុរដ្ឋលេខាធិការក៏ជាការបាត់បង់នៅថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាដ៏សំខាន់មួយរូបដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាការទទួលមរណភាពរបស់ឯកឧត្តមតបសារឿនជាការបាត់បង់នៅឧត្តមស្វាមីឪពុកបង្កើតឪពុកក្មេកបងប្រុសជីតានិងគ្រូបាជាយគំរូប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុតនិងជាទីគោរពស្រឡាញ់ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សាអប់រំនិងបណ្ដុះបណ្ដាលប្រាជ្ញាស្មារតីដល់ប្អូនកូនចៅនិងសិស្សនិស្សិតឲ្យមានចំណេះដឹងជ្រៅជ្រះនិងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គមក្នុងវេលាប្រកបដោយក្តីវិយោគនិងសេចក្តីសោកសង្រេងនេះឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវក្នុងនាមថ្នាក់ដឹកនាំក្រសួងសូមសម្ដែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យជាពន់ពេកនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមតបសារឿនសូមបានទៅកាន់ឋានបរមសុខនៅក្នុងសុគតិភពកំបីឃ្លៀងឃ្លាតឡើយ